សូមជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះកឹមវិសាគឺជាគ្រូបង្រៀនគណិតវិទ្យានៅវិទ្យាស្ថាន Rodwell សូមស្វាគមន៍មកកាន់កម្មវិធីកំណែគំរូវិញ្ញាសាសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិបាទមុននឹងអ្នកទាំងអស់គ្នាទស្សនានៅការកែវិញ្ញាសារបស់ខ្ញុំសូមអ្នកទាំងអស់គ្នាកុំភ្លេច link នៅ file ខាងក្រោមនេះដើម្បី download នៅវិញ្ញាសាដែលខ្ញុំនឹងធ្វើការកែជូននាពេលបន្តិចទៀតនេះបាទថ្ងៃនេះខ្ញុំនឹងសូមកែនៅវិញ្ញាសាទី 4 បាទចំពោះលំហាត់រ៉ូម៉ាំងទី 1 ចូលគូសញ្ញាគ្រាខាងមុខចម្លើយដែលត្រឹមត្រូវ 1 ផលកូនកតានៃកន្សោម x ការ៉េបូកនឹង 2x ដក 3 គឺបាទចាប់ផ្ដើមធ្វើ លេខ 1 x ការ៉េបូក 2x ដក 3 បាទក្នុងការចាប់ជាកន្សោមនេះខ្ញុំសូមបញ្យល់បាទមុននឹងយើងចាប់ជាកន្សោមទី 1 យើងត្រូវមើលមេគុណជាលេខបើសិនជាមានលេខនៃល្បះនេះមានលេខដូចគ្នាដែលយើងអាចចាប់ជាកតាបានយើងចាប់បាទឥឡូវនេះលេខមេគុណជាលេខអត់មានទេបន្តមកទៀតមេគុណជាអថេវិញម្ដងបាទជាអថេក៏អត់មានទៀតបាទបន្តមកទៀតយើងមើលកន្សោមក្នុងនេះអត់មានកន្សោមណាដែលជាកតាអាចចាប់បានអញ្ចឹងមានន័យថាយើងប្រើតាមរូបមន្តរបស់យើងគឺ2យើងអាចប្រើតាមពីររបៀបគឺទី 1 តាមវិធីគុណខ្វែងនិងវិធីបំពេញនិងបន្ថយតួឥឡូវនេះខ្ញុំសូមកែតាមវិធីគុណខ្វែងជាមុនសិនបាទវិធីគុណខ្វែងអញ្ចឹងយើងយកបំបែកតួខាងដើមនេះហើយតួខាងចុងនេះលៃលោកយ៉ាងណាឲ្យស្មើនឹងតម្លៃតួកណ្ដាល x ការ៉េខ្ញុំអាចសេបាន x គុណជាមួយនឹង x ដក 3 ខ្ញុំអាចសេបានតែ 3 គុណជាមួយនឹងដក 1 បាទអញ្ចឹងយើងចាប់ផ្ដើមមក x គុណ 3 បាន 3x x គុណជាមួយនឹងដក 1 គឺយើងបានដក x បូកចូលគ្នាមកគឺបាន 2x បាទឥឡូវនេះវាស្មើនឹងតម្លៃតួកណ្ដាលហើយអញ្ចឹងយើងអាចចាប់បានជាកតាគឺ x បូក 3 កតាឲ្យ x ដក 1 បាទអញ្ចឹងខ្ញុំសូមកែមួយរបៀបទៀតក្នុងការចាប់ជាកតានេះគឺ x ការ៉េបូក 2x ដក 3 តាមវិធីបំពេញនិងបន្ថយតួអញ្ចឹងដើម្បីធ្វើវាយើងមុនដំបូងយើងត្រូវផ្ដុំ x ការ៉េបូក 2x នេះជាមួយវាជាមួយអថេ x ជាមួយសិនបន្តទៀតដក 3 នៅខាងក្រៅបន្តមកទៀតខ្ញុំបំលែងវាឲ្យចូលរាង a បូក b លើជាការ៉េគឺវាស្មើនឹង a ការ៉េបូក 2 ដង ab បូក b ការ៉េបាទអញ្ចឹងនៅពេលនេះខ្ញុំអាចសេបានថាបូក 2 គុណឲ្យ x គុណឲ្យ 1 អញ្ចឹងតួ b គឺ 1 បាទខ្ញុំអាចសេថា 1 ការ៉េនៅពេលដែលសេ 1 ការ៉េដកឲ្យ 1 ការ៉េវិញបំពេញ 1 ការ៉េបន្ថយ 1 ការ៉េវិញដក 3 អញ្ចឹងខ្ញុំអាចសេបានថា x ការ៉េបូកជាមួយនឹង 2x បូក 1 លើជាការ៉េបាទដក 1 នេះខ្ញុំសុំយកវាខាងចេញខាងក្រៅបាទឥឡូវនេះកន្លែងនេះខ្ញុំអាចសេបានថា x បូក 1 លើជាការ៉េពីព្រោះវាចូលរាង a ការ៉េបូក 2 ដង ab បូក b ការ៉េគឺយើងអាចសេបានថា x បូក 1 លើជាការ៉េហើយកន្លែងនេះគឺស្មើនឹង x ដកស្មើនឹងដក 4 សំទោសយើងយកដក 1 ដក 3យើងបានដក 4 ស្មើ x បូក 1 លើជាការ៉េរក្សាទៅដែរ 4 នេះខ្ញុំបំលែងទៅជា 2 ការ៉េដូច្នេះវាចូលរាង a ការ៉េដក b ការ៉េបាទ a ការ៉េដក b ការ៉េគឺវាស្មើនឹង a ដក b កតាឲ្យ a បូក b ចឹងយើងបាន x បូក 1 ដកនឹង 2 កតាឲ្យ x បូក 1 បូកឲ្យ 2 បាទយើងចាប់ផ្ដើមទូទាត់តម្លៃមកយើងបាន x បូក 1 ដក 2 កតាឲ្យ x បូក 1 បូក 2 ស្មើ x ដក 1 កតាឲ្យ x បូក 3 បាទអញ្ចឹងមានន័យថាចម្លើយពីរនេះគឺវាដូចគ្នាយើងសរសេរ x ដក 1 x ដក 1 ជាកតាមុនក៏បាន x បូក 3 ជាកតាមុនក៏បានពីព្រោះអីវិធីគុណមានលក្ខណៈត្រឡប់អញ្ចឹងមានន័យថាលំហាត់រ៉ូម៉ាំងទី 1 លេខ 1 នេះផលគុណកតានៃកន្សោម x ការ៉េបូក 2x ដក 3 គឺចម្លើយត្រឹមត្រូវគឺចម្លើយក x ដក 1 កតាឲ្យ x បូក 3 ឥឡូវនេះយើងឈានទៅដល់លំហាត់លេខ 2 វិញគេថាបន្ទាត់ D ដែលមានសមីការ y ស្មើនឹង
7x បូក 2m ដក 1 កាត់តាមគោល O នៃ ordinate នោះតម្លៃ m គឺគេឲ្យកស្មើ0ខ m ស្មើដក 1 លើ 2 គោ m ស្មើ 1 លើ 2 និងខ m ស្មើនឹង 2 បាទបើសិនជាសមីការនឹងកាត់តាមគោល O អញ្ចឹងគោល ordinate នៃគោល O គឺ O 00 បាទហើយសមីការបន្ទាប់របស់យើងគឺ y ស្មើ 7x បូក 2m ដក 1 បើថាគេថាបន្ទាប់នេះវាកាត់តាមគោល O អញ្ចឹងយើងជំនួសគោល ordinate របស់គោល O នេះចូលទៅក្នុងសមីការដើម្បីរក m អញ្ចឹងយើងបាន0ស្មើ 7 គុណ0បូកនឹង 2m ដក 1 យើងបាន0ស្មើ 2m ដក 1 នាំឲ្យ m ស្មើនឹង 1 លើ 2 បាទដូច្នេះចម្លើយត្រឹមត្រូវរបស់លំហាត់លេខ 2 នេះគឺ m ស្មើនឹង 1 លើ 2 គឺនៅក្នុងចម្លើយគោលលំហាត់រ៉ូម៉ាំងទី 2 ចូលប្រៀបធៀបចំនួនខាងក្រោមដោយមិនប្រើម៉ាស៊ីនគិតលេខកឫសការ៉េនៃ 2 និងឫសទី 3 នៃ 3 ខឫសការ៉េនៃ 3 និងឫសទី 3 នៃ 5 កឫសការ៉េនៃ 7 និងឫសទី 3 នៃ 15 ចំពោះលំហាត់ទី 2 នេះផងដែរខ្ញុំសូមកែនៅលំហាត់កចំណែកលំហាត់ខនិងលំហាត់កសូមឲ្យអ្នកទាំងអស់គ្នាព្យាយាមធ្វើនៅផ្ទះដោយខ្លួនឯងបាទឥឡូវនេះកឫស 2 និងឫសទី 3 នៃ 3 បាទដើម្បីប្រៀបធៀបចំនួនទាំងពីរនេះដោយមិនប្រើម៉ាស៊ីនគិតលេខគឺយើងត្រូវបំលែងនៃនីតិសាស្ត្រនៃ radical របស់វាឲ្យស្មើគ្នាវាស្រដៀងទៅនឹងប្រភេទផងដែរបាទដើម្បីប្រៀបធៀបប្រភេទយើងត្រូវតម្រូវភាពបែងឲ្យវាដូចគ្នាសិនរួចហើយយើងប្រៀបធៀបភាគយកនិងភាគយកចំណែកឯ radical វិញយើងត្រូវបំលែងនីតិសាស្ត្រវាឲ្យដូចគ្នាសិនរួចមកយើងប្រៀបធៀប radical ជាមួយនឹង radical ឥឡូវយើងមើលបានឬការ៉េខ្ញុំអាចសរសេរបានថាអញ្ចឹងដោយសារតែនេះវាឫសទី 2 តែមិនដែរគេមិនដែរសរសេរថាឫសទី 2 ទេគេសរសេរបែបនេះគេដឹងថាឫសទី 2 ហើយអញ្ចឹងខ្ញុំអាចសរសេរឫសទី 2 នេះបាទអញ្ចឹងខ្ញុំគុណនីតិសាស្ត្រនេះតម្រូវនីតិសាស្ត្ររួមគឺខ្ញុំគុណនឹង 3 បើសិនតែគុណនីតិសាស្ត្រវា 3 ស្វ័យគុណនេះក៏ 3 ដូចគ្នាអញ្ចឹងខ្ញុំអាចសរសេរបានថាឫស 6 នៃ 2 គីបគឺខ្ញុំបាន 8 បាទមួយទៀតឫសទី 3 នៃ 3 គឺដូចគ្នាដែរបាទខ្ញុំគុណនឹងនីតិសាស្ត្រនេះនឹង 2 ចំណែក 3 នេះក៏ស្វ័យគុណ 2 ដូចគ្នាអញ្ចឹងខ្ញុំអាចសេបានថាឫសទី 6 នៃ 9 ឥឡូវនេះយើងអាចប្រៀបធៀបបានដោយ radical របស់វានៅក្នុងនេះ 8 តូចជាង 9 ចឹងនាំឲ្យយើងបានឫសទី 6 នៃ 8 តូចជាងឫសទី 6 នៃ 9 បាទដោយឫសទី 6 នៃ 8 គឺវាជារបស់ឫសនៃ 2 វាស្មើគ្នាចំណែកឫសទី 6 នៃ 9 គឺស្មើនឹងឫសទី 3 នៃ 3 អញ្ចឹងខ្ញុំអាចសេបានថាដូចនេះឫសការ៉េនៃ 2 តូចជាងឫសទី 3 នៃ 3 បាទលំហាត់រ៉ូម៉ាំងទី 3 កំណត់តម្លៃ m និង n ដើម្បីឲ្យប្រព័ន្ធសមីការខាងក្រោមមានចម្លើយច្រើនរាប់មិនអស់ 1 mx បូកនឹង ny ស្មើនឹង 10 4x ដក 3y ស្មើនឹង 5 2 6x បូកy ស្មើ30n ដក 1 កតាយ x បូកនឹង 1 លើ 3y ស្មើ n បូក m ចំពោះលំហាត់ទីរ៉ូម៉ាំងទី 3 នេះផងដែរខ្ញុំសូមកែនៅលំហាត់ទី 1 ចំណែកលំហាត់ទី 2 សូមអ្នកទាំងអស់គ្នាព្យាយាមធ្វើនៅផ្ទះដោយខ្លួនឯងបាទអញ្ចឹងមុននឹងខ្ញុំធ្វើការកែនៅលំហាត់នេះខ្ញុំសូមរំលឹកនៅរូបមន្តជាមុនសិនបាទឧទាហរណ៍ថាគេឲ្យប្រព័ន្ធសមីការមាន ax បូក by ស្មើ c មួយទៀត a' x បូក b' y ស្មើ c' អញ្ចឹងទី 1 ដើម្បីឲ្យប្រព័ន្ធសមីការគ្មានចម្លើយគឺវាមាន 2 គឺទី 1 ដើម្បីឲ្យប្រព័ន្ធសមីការគ្មានចម្លើយលុះត្រាតែ a លើ a' ស្មើជាមួយនឹង b លើ b' ខុសពី c លើ c' មួយទៀតដើម្បីឲ្យប្រព័ន្ធសមីការមានចម្លើយច្រើនរាប់អស់មានចម្លើយច្រើនរាប់មិនអស់
លុះត្រាតែបាទលុះត្រាតែ a លើ a ព្រីមស្មើជាមួយនឹង b លើ b ព្រីមស្មើនឹង c លើ c ព្រីមបាទអញ្ចឹងខ្ញុំរំលឹករូបមន្តឲ្យហើយនៅក្នុងនេះយើងអាចធ្វើតែម្ដងទី1គេឲ្យករណីតម្លៃ m ហើយនឹង n ដើម្បីឲ្យប្រព័ន្ធសមីការដែលមានរាង mx បូកជាមួយនឹង ny ស្មើ10នេះហើយជាមួយនឹង 4x ដក 3y ស្មើ5នេះឲ្យមានចម្លើយរាប់មិនអស់បាទអញ្ចឹងដើម្បីឲ្យប្រព័ន្ធសមីការមានចម្លើយច្រើនរាប់មិនអស់លុះត្រាតែm លើ 4 ស្មើនឹង n លើដក 3 ស្មើនឹង 10 លើ 5 បាទអញ្ចឹងយើងអាចទាញបានមួយមកយើងអាចសេបានថា m លើ 4 ស្មើជាមួយនឹង 10 លើ 5 យើងអាចទាញរក m មកនាំឲ្យ m ស្មើនឹង 4 គុណឲ្យ 10 ចែកឲ្យ 5 គឺស្មើនឹង 8 បាទដូចនេះ m ស្មើ 8 មួយបន្តមកទៀតយើងអាចសេថា n លើដក 3 ស្មើនឹង 10 លើ 5 ទាញរក n មក n ស្មើនឹងដក 3 គុណជាមួយនឹង 10 លើ 5 គឺស្មើនឹង 16 បាទដូចនេះគឺ m ស្មើនឹង 8 និង n ស្មើ 16 ដែលធ្វើឲ្យប្រព័ន្ធសមីការខាងលើនេះមានចម្លើយច្រើនរាប់មិនអស់